ស្ដីទស្សនិកជនទាំងគ្រប់រូបសូមជម្រាបសួរពុកម៉ែពូមីមីខ្ញុំចុងភវណ្ណាអៀនសូមស្វាគមន៍នេះគឺជា YouTube Channel ចំអិនម្ហូបរបស់ខ្ញុំថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលបានជួបគ្នាថ្ងៃនេះផងដែរខ្ញុំមានរូបមន្តងាយៗស្រួលៗដែលខ្ញុំចង់រំលែកចែកចាយឲ្យពុកម៉ែបងប្អូនឆ្នៃកុំឲ្យលំអងពេលវេលាជាយូរខ្ញុំសូមបងប្អូនទស្សនាកម្មវិធីចំអិនម្ហូបរបស់នាងខ្ញុំចា៎សូមជើញថ្ងៃនេះចុងភៅនាងខ្ញុំសូមបំបែអារម្មណ៍ពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងគ្រប់រូបឲ្យមកមើលរូបមន្តពិសេសថ្ងៃនេះនាងខ្ញុំនឹងចំអិនបង្កងជប់កន្ទុយបង្កងនេះគឺនៅទូចហើយខ្ចីមិនមានជាបង្កងនេករាជទេបង្កងនេករាជគឺជាបង្កងដែលធំបំផុតហើយនឹងមានរសជាតិឆ្ងាញ់ផ្អែមក៏ប៉ុន្តែសាច់វារាងស្វិតនេះគឺជាកូនបង្កងដែលគេនេសាទមកពីមហាសមុទ្រក្នុងរយៈពេលនេះផងដែរគឺគ្រឿងទេសគ្រឿងផ្សំគឺមានតិចបំផុតគឺបង្កងនេះមានរសជាតិឆ្ងាញ់ធម្មជាតិរួចស្រេចទៅហើយឆ្នោះហើយមិនចាំបាច់ផ្សំគ្រឿងឲ្យច្រើនមុខនោះទេនាងខ្ញុំគ្រាន់តែប្រើគ្រឿងទេសរបស់ពួកអ៊ីតាលីដែលមានគ្រប់មុខគ្រប់គ្រឿងនៅក្នុងនឹងរូបមន្តនេះគឺជារូបមន្តម្ហូបរបស់អាមេរិកាំងឆ្នៃឲ្យពុកម៉ែបងប្អូនជនជាតិខ្មែរជាទីស្រឡាញ់របស់ខ្ញុំប្រហែលមិនទាន់បានសាករសជាតិនោះទេតាមដែលចុងភៅនៅខ្ញុំធ្លាប់សង្កល់គឺពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងឡាយខ្ញុំធ្លាប់យកកន្ទុយបង្កងនេះយកមកស្ងោរជ្រក់ស្លម្ជូរឬក៏ឆាពីព្រោះថាជនជាតិអាមេរិកាំងគេញ៉ាំម្ហូបខុសពីយើងឆ្នៃចុងភៅនាងខ្ញុំត្រូវតែច្នៃបណ្ឌិតម្ហូបដែលមានស្តៀងម្ហូបរបស់ពួកគេនាងខ្ញុំក៏បានរួមបញ្ចូលរូបមន្តនៅក្នុងវីដេអូនេះផងដែរប្រសិនពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនណាដែលចង់សាកល្បងមើលរូបមន្តនេះណាចា៎ក្រោយពេលវេលាដែលចុងភៅបានយកបង្កងនេះទៅលាងទឹកឲ្យស្អាតហើយសម្រង់ទឹកឲ្យស្ងួតទើបយកទៅបកសម្បកក៏ប៉ុន្តែចុងភៅទុកកន្ទុយរបស់វារួចហើយចុងភៅបានយកកន្ទុយបង្កងនេះទៅរៀបនៅក្នុងចានធំមួយមុនប្រឡាក់នឹងគ្រឿងទេសនាងខ្ញុំបានរោយប្រេងល្ងលាបលើសាច់បង្កងមុនរួចហើយចុងភៅបានយកគ្រឿងទេសមករោយពីលើហើយប្រឡាក់ទុកប្រហែល30នាទីរួចហើយចំយកខ្ទះមកកម្ដៅជាមួយភ្លើងឲ្យខ្លាំងបន្តិចរួចហើយចំយកបង្កងដាក់ផ្ងានៅក្នុងខ្ទះធ្វើរបៀបនេះនឹងធ្វើឲ្យកន្ទុយបង្កងនេះឆ្អិនហើយមានពណ៌ស្រស់ស្អាតទៀតផងខ្ញុំចំអិនវាប្រហែលពេលវេលា7នាទីឬក៏ចំអិនវាតលទៅឃើញពណ៌ក្រហមទើបយើងប្រែវារួចហើយចាំបន្ថយភ្លើងកណ្ដាលនឹងធ្វើឲ្យសាច់បង្កងយើងទន់ឆ្ងាញ់ផងថ្ងៃនេះពិសេសគឺសាច់បង្កងខ្ញុំប្រឡាក់ជាមួយប្រេងល្ងពីព្រោះថាប្រេងល្ងនឹងធ្វើឲ្យសាច់នេះមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសប្រេងដែលចុងភៅវណ្ណាយកមកចម្អិននេះគឺជាប្រេងផ្លែបឺប្រសិនថាអត់មានទេប្រើប្រេងដូងក៏បានដូចគ្នាដែរចា៎ខ្ញុំបានសាកប្រែមើលសាច់បង្កងគឺវានៅក្រហមខ្ចីនៅឡើយឆ្នោះហើយខ្ញុំបានចម្អិនវា2-3នាទីបន្ថែមទៀតក្លេកមើលទៅសាច់បង្កងកំពុងតែក្រហមឆ្អៅមើលទៅគួរឲ្យឆ្ងាញ់មែនទែនឆ្នោះហើយខ្ញុំនឹងប្រែវារួចរាល់ហើយនឹងបិទគម្របវាទុកប្រហែល3-4នាទីថែមទៀតពីព្រោះសាច់បង្កងមានសរសៃច្រើនប្រសិនថាមិនចង់ឲ្យវារួញឡើងយើងអាចយកកំបិតឆូតជាកង់ក៏មិនធ្វើដែរប្រសិនថាយើងយកមកចម្អិននៅក្នុងសម្បករបស់វាក៏ប៉ុន្តែចុងភៅនាងខ្ញុំចូលចិត្តបកសម្បករួចហើយយកមកប្រឡាក់ជាមួយគ្រឿងទេសទើបយកមកចៀនវាមានរសជាតិឆ្ងាញ់ជាងសាច់បង្កងនេះគឺជាសាច់មួយដែលរហ័សឆ្អិនបំផុតឆ្នោះហើយខ្ញុំប្រើពេលវេលាប្រហែល15នាទីចម្អិនវាឥឡូវឆ្អិនរួចរាល់អស់ហើយខ្ញុំស្រង់សាច់បង្កងទុកមួយឡែកហើយបិទវាទុកសិនការពិតមុននឹងបន្តិចចុងភៅបានបកសម្បកកូនទំលងបារាំងហើយកាត់កង់ទុកជាមុនហើយនាងខ្ញុំសូមអធិស្ឋានផងពីព្រោះវីដេអូដែលនាងខ្ញុំចម្អិនទំលងនេះវាបាត់ក្រោយពេលវេលាដែលនាងខ្ញុំបានស្រង់យកសាច់បង្កងចេញពីខ្ទះនោះក៏បានចាក់ទំលងចូលនៅក្នុងខ្ទះបណ្ដោយដែលមានរសជាតិបង្កងហើយខ្លាញ់ស្រាប់ហើយឆ្នោះហើយនាងខ្ញុំក៏ឆាទំលងនឹងរហូតដល់ឆ្អិនខ្ញុំឆាទំលងត្រឡប់ទៅត្រឡប់មកហើយនឹងបន្ថែមគ្រឿងទេសបន្តិចរួចហើយបិទគម្របខ្ញុំក៏បានប្រែវាទៅវិញទៅមកដៃស្រាល2-3ដងប្រើពេលវេលាទាំងអស់ប្រហែល15នាទីតម្រុំដំឡូងឆ្អិនដល់ពេលដំឡូងឆ្អិនរួចហើយនាងខ្ញុំបិទភ្លើងរួចហើយបិទគម្របទុកប្រហែល5នាទីហើយខ្ញុំយកពេលវេលានេះទៅបកសម្បកផ្លែបឺពីព្រោះថាផ្លែបឺនេះវាមានរសជាតិខ្ទិះឆ្ងាញ់កាលណាដែលយើងយកមកផ្សំជាមួយម្ហូបដែលយើងញ៉ាំក្នុងចាននឹងធ្វើឲ្យវាមានរសជាតិឆ្ងាញ់ពិសេសហើយដូចជាម្ហូបមួយមុខទៀតដែលនៅក្នុងចាននេះគេហៅថា
crab rangoon នេះគឺជាសាយ៉សាច់ក្តាមនាងខ្ញុំមានរូបមន្តជាភាសាអង់គ្លេសហៅថា crab rangoon នៅលើប្រព័ន្ធ YouTube នេះក្នុងខណៈនេះផងដែរគឺម្ហូបក៏ចម្អិនរួចរាល់អស់ហើយខ្ញុំបានយកវាមករៀបនៅលើចានមួយគឺមានប៊ឺមួយកណាត់មានដំឡូងមួយពែងព្រមទាំងនឹងសាយ៉សាច់ក្តាមហើយនឹងបង្កងពីរកន្ទុយនៅក្នុងមួយចានក្នុងពេលដែលខ្ញុំបានរៀបរួចរាល់ហើយគឺម្ហូបមើលទៅគួរឲ្យឆ្ងាញ់ហើយទំនងមែនទែនរូបមន្តដែលចង់ភាវនាសន្យាថាវានឹងងាយស្រួលហើយឆ្ងាញ់នោះបើចង់ដឹងគឺត្រូវយករូបមន្តនេះទៅសាកល្បងមើលនៅឯផ្ទះឆ្ងាញ់មិនឆ្ងាញ់ក៏តិទៀនបានណាចាផ្ញើ comment មកខ្ញុំអាន comment រហូតខ្ញុំមានសេចក្តីត្រេកអរដែរពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងគ្រប់រូបដែលចំណាយពេលវេលាមានតម្លៃខ្ចោះនេះមកទស្សនាកម្មវិធីរបស់ខ្ញុំចាហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលមិនទាន់បាន subscribe សូមជួយមេត្តាជួយចុច subscribe ចាហើយនឹង like share ហើយក៏ដឹងពេលណាដែលចុចក្ដឹងយើងនឹងបានជួបគ្នានៅក្នុងពេលខាងមុខនេះចាមុននឹងយើងចាក់ចេញថ្ងៃនេះខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូនព្រមទាំងទស្សនិកជនទាំងគ្រប់រូបឲ្យមានសេចក្តីសុខសេចក្តីចម្រើនទម្រាំយើងបានជួបគ្នាម្ដងទៀតខ្ញុំសូមជម្រាបលា